បាទជំរាបសួរបងប្អូនអរគ្នាឡើងនេះថៃនៅតែបន្តមកឆ្លៀនពៀនមកកម្ពុជាហើយកាលពីព្រឹកម៉ោង11:52នាទីថៃបានប្រើប្រាស់អាវុធបាទកំភ្លើងត្បាល់ដូចជាអាវុធដៃបាញ់មកលើកម្ពុជាទឹកដីកម្ពុជាជាច្រើនគ្រាប់ហើយព័ត៌មានថៃមួយចំនួនគឺបានបំភ្លៃការពិតបានថាទាហានកម្ពុជាយើងជាអ្នកបាញ់ហើយទាហានថៃគេមិនតបតតែការពិតទាហានថៃគឺជាអ្នកបាញ់មកលើកម្ពុជាទេដែលមិនតបតខ្ញុំឆ្ងល់ថាណៃរាយការណ៍រស់គេមិនធ្វើអីផងណៃរកទីសាសសពគ្រប់បែបយ៉ាងទាំងអស់គេមិនមានអ្វីតបតទៅណៃផងហេតុអីបានសុកគេត្រូវទៅទូពុតកាត់ហើយសុកគេត្រូវទៅបាញ់ដើម្បីឲ្យអ្នកឯងតបមកគេវិញអ្នកឯងទេដែលជាអ្នកល្មើសច្បាប់ឈប់បាញ់មិនមែនកម្ពុជាទេហើយឈប់បំភ្លៃការពិតទៅពីព្រោះថ្នាក់ដឹកនាំនៅលើពិភពលោកទាំងអស់គឺគេក៏តាមដានច្បាស់ការពីបទឈប់បាញ់នេះដែរមិនមែនបណ្ដោយឲ្យអ្នកឯងធ្វើអ្វីតាមអំពើចិត្តទេហើយសូមបងប្អូនទាំងអស់ឃើញព័ត៌មានខ្មែរយើងដែលជាព័ត៌មានជាតិសូមមេត្តាជួយ share និង like comment ឲ្យបានច្រើនដោយសារតែបងប្អូនទាំងអស់គ្នាគឺជាសរសៃឈាមជាសសរទ្រូងនៃ digital ចឹងបងប្អូនត្រូវតែខិតខំជួយពីព្រោះនៅក្នុងប្រទេសគេព័ត៌មានមិនពិតសារព័ត៌មានជាច្រើនដែលបំភ្លៃការពិតមកលើយើងម្ដងហើយម្ដងទៀតទាំងបំពេញសពគ្រប់បែបយ៉ាងទាំងអស់ចឹងយើងជាប្រជាជនខ្មែរយើងរួមគ្នាយើងរួបរวมគ្នាដើម្បីជាសាក្សីដើម្បីផ្ដល់ឲ្យពិភពលោកបានដឹងពីការពិតហើយយើងនឹងរួបរวมគ្នាដើម្បីធ្វើអ្វីសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីបង្ហាញការពិតទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើនពីព្រោះប្រទេសមួយនេះយើងដឹងស្រាប់ហើយយើងមិនអាចបណ្តែតបណ្ដោយឲ្យគេធ្វើតាមអ្វីអំពើចិត្តបានទេសូម្បីការពីព្រឹកមិញគេជាអ្នកឆ្លៀនពៀនមកយើងអត់មានតបតអីសោះក៏គេអាចបំភ្លៃព័ត៌មានកើតដែរចឹងហើយយើងរួមគ្នាផ្សាយព័ត៌មានណាដែលព័ត៌មានពិតព័ត៌មានណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិយើងចាំយើង share ចាំយើង like ចាំយើងចែករំលែកបន្តចឹងបងប្អូនត្រូវប្រុងប្រយ័ត្នព័ត៌មានអីក៏ដោយបើមិនមែនជាព័ត៌មានពិតសូមបងប្អូនកុំចែករំលែកបន្តមានតែខ្មែររួបរวมទេទើបខ្មែរខ្លាំងមានតែខ្មែរសាមគ្គីគ្នាទេទើបខ្មែរអាចឈ្នះដូច្នេះហើយបងប្អូនទាំងអស់គ្នាព្យាយាមតាមដានព័ត៌មានឲ្យបានច្រើននិងបន្តចែករំលែកព័ត៌មានណាដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិយើងហើយជាពិសេសទៅទៀតនោះសូមបងប្អូនត្រូវដឹងថាប្រភពព័ត៌មាននោះជាប្រភពព័ត៌មានច្បាស់លាស់ឬក៏អត់ពីព្រោះយើងអាចឆ្លោះធ្លោយបានទេពីព័ត៌មានព្រោះសង្គមឥឡូវនេះពិភពលោកឥឡូវនេះគឺពោពេញទៅដោយការសម្ដែងសពគ្រប់បែបយ៉ាងចឹងហើយសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់ដើម្បីចែករំលែកព័ត៌មានពិតប្រកបទៅឲ្យពិភពលោកបានដឹងពីធាតុពិតពីការឆ្លៀនពៀនរបស់ថៃម្ដងហើយម្ដងទៀតនឹងការបំភ្លៃព័ត៌មានមិនពិតទៅឲ្យពិភពលោកដឹងហើយសូមបងប្អូនទាំងអស់គ្នាចូលរួមចែករំលែកព័ត៌មានពិតចូលរួម share ចូលរួម comment បាទវីដេអូនេះមានតែប៉ុណ្្នឹងអរគុណជម្រាបលា